ហ្នឹងណាតែឆ្នាំនេះព្រះអង្គឡើងសម្ដែងពធទេសនានៅកម្មទីប្រមាណនេះចាំលាក់សិនហើយដឹងថាព្រះអង្គទុកឲ្យឆ្ងល់ចាថ្ងៃ22ឥឡូវបង្ហើបទីចាស់ថ្ងៃទី21យើងប្រុងពលីពេលល្ងាចដល់ព្រឹកថ្ងៃទី22សម្ដែងព្រះបរិត្តដោយសម្ដេចព្រះឧត្តមបញ្ញាអញ្ចឹងថ្ងៃទី22ហ្នឹងក៏មានព្រះអង្គធម្មវណ្ណៈបណ្ឌិតច័ន្ទមនីយើងហ្នឹងឡើងសម្ដែងពធទេសនាដែរនឹងបង្ហើបថ្ងៃទី1តែបន្តសុំលាក់សិនចាថ្ងៃទី1យើងរាប់គិតចាប់ពីក្រុងពលីទៅឬក៏មិនថ្ងៃទី1ប្រុងពលីថ្ងៃ21ពេលរសៀលឆ្នាំនេះយើងធ្វើពេលរសៀលប្រុងពលីពេលរសៀលដល់ព្រឹកថ្ងៃ22បានយើងចម្រើនព្រះបរិត្តទាំងព្រឹកដឹកនាំដោយសម្ដេចព្រះអង្គបញ្ញាចាបនទេសនាមហាជាតិកាលឆ្នាំទៅយើងបានប្រពនៅថ្ងៃទី11 12 13 14 15តែដល់ឡែកឆ្នាំនេះគឺយើងប្រពនៅថ្ងៃទី21 22 23 24 25 26ឆ្នាំមហាជាតិនេះគឺថាដែលមិនទាន់បានផ្សព្វផ្សាយឲ្យទូលំទូលាយដោយសារខ្ញុំរៀបចំមិនទាន់ហើយនៅហើយបន្តគឺមានហោហែតែខ្ញុំនឹងបកស្រាយទេដូចថាមិនបកស្រាយចាំនឹងបញ្ចេញមេតិកានឹងជូនតាមក្រោយទៀតចាដោយឡែកផ្លែឈើផលានុផលគឺយើងនៅរក្សាដដែលគឺថាមួយមុខ1000គឺថាមានមើម1000មានផ្លែ1000ផ្កា1000គឺតេយ្យទាន1000គឺនៅមានរក្សាដដែលប្រហែលជាតេយ្យទាននិងទេយ្យវត្ថុទាំងអស់ប្រហែលជាច្រើនជាងឆ្នាំមុនចាគាត់តែចង់រៀបថាវេទិកាយើងរៀបនោះគឺថាសាមញ្ញរៀបតូចជាងឆ្នាំមុនតែវេទិកាធំជាងឆ្នាំមុនតែរៀបនឹងបែបតូចជាងឆ្នាំមុនចាយើងសាមញ្ញធម្មតាតាមបែបធម្មជាតិតូចតែខ្លឹមចាទីពិតទៅបុណ្យទេសនាមហាជាតិហ្នឹងគឺធម្មជាតិហ្នឹងហើយចាធម្មជាតិចាព្រោះយើងធ្វើបុណ្យរំលឹកហ្នឹងទៅដល់ព្រះមហាវេស្សន្តរជាតិដែលព្រះអង្គនៅក្នុងព្រៃហេមពៀនហ្នឹងជាតិចុងក្រោយទេឈើអញ្ចឹងបើសិនជាបានជួយផ្លែឈើបានច្រើនឆ្នាំនេះយើងបានផ្លែឈើហ្នឹងយកស្លថ្នាំជាប្រេងអសត់ថែមទៀតចាហើយចែកទៅដល់ពុទ្ធបរិស័ទវិញទៅដែរទៀតចានឹងបុណ្យហើយនៅសុបាយមកតង់ទៀតមិនត្រូវការមួយសប្តាហ៍ចឹងនិយាយថាអ្នកមកចង់ស្នាក់នៅនឹងបុណ្យហ្នឹងរងចាំបុណ្យនេះចង់កន្លែងស្នាក់នៅហ្នឹងគឺថាកុំឲ្យមកស្នាក់នៅមុន2 3ចង្ងាយឆ្ងាយពេកគឺថាបុណ្យថ្ងៃ21មកស្នាក់នៅត្រឹមថ្ងៃ15 16អីមកអាហ្នឹងវាគៀកបន្តិចមកនៅមួយសប្តាហ៍វាធូរដែរណាដល់គាត់ស្នាក់នៅយូរទៅជារឿងផ្សេងអញ្ចឹងពីថ្ងៃទី17ខែធ្នូហ្នឹងគឺយើងកាត់ទទួលរបស់របរចូលបានរបស់ស្រស់របស់ក្រៀមអីហ្នឹងណាយើងអាចថែទុករៀបចំបាន17 18 19 20 21 4ថ្ងៃយើងរៀបបានហើយព្រោះកម្មវិធីយើងចាប់ផ្ដើមថ្ងៃទី21ចាចាំបានសេចក្តីថាចាំដល់ថ្ងៃនោះថ្ងៃ10ជាងគៀកថ្ងៃ20ហ្នឹងគៀកថ្ងៃ20ហ្នឹងបានទទួលផ្លែស្រស់តែទទួលឯងបើសិនគាត់អាចមានសទ្ធាគាត់មករៀបខ្លួនគាត់មកថ្ងៃ18អីទៅគាត់មករៀបខ្លួនឯងបាននាងខ្ញុំបកករណាសូមប្រាប់ថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គក៏ដូចជាសូមធ្វើនៅសេចក្តីរាប់អានក៏សួរទៅដល់បងប្អូនទាំងអស់គ្នាសូមធ្វើនៅកិរិយាកិច្ចដ៏ខ្ពង់ខ្ពស់គោរពទៅដល់សម្ដេចទ្រង់អាយដាមមេអញ្ញាលោកជំទាវក៏ដូចជាញាតិពធទាំងអស់ដែលកំពុងតែតាមដានទស្សនាវីដេអូមួយនេះហើយក៏សូមទ្រង់ជំរាបសួរទៅដល់លោកជំទាវអញ្ញាបណ្ឌិតជាងច័ន្ទហេដ៏ខ្ពង់ខ្ពស់ផងដែរមានវត្តមានផ្សាយជាថ្មីហើយគឺវាខូបមួយឆ្នាំអញ្ចឹងណាបងប្អូនទាំងអស់គ្នាប្រហែលថ្ងៃមុនទេបងប្អូនទាំងអស់គ្នាមានការឆាតមកនេះខ្ញុំប្រកាសណាខ្លាំងមែនតើតែម្ដងនៅពេលដែលលោកតាបង្ហើបបន្តិចទាក់ទងទៅនឹងបុណ្យទេសនាមហាជាតិអ្នកមីគាត់សួរថាក្មួយមិនហើយបុណ្យទេសនាមហាជាតិហ្នឹងមិនដែរប៉ុន្តែពេលនោះនាងខ្ញុំបកករណាគឺអត់ទាន់ច្បាស់ទេតែបានប្រាប់ញាតិធ្វើទាំងអស់ថាចាំមានឱកាសជួបលោកជំទាវទេនឹងលម្អិតបន្ថែមឬក៏បញ្ជាក់បន្ថែមហើយឥឡូវនេះគឺមានភពក្នុងការជួបលោកជំទាវហើយអញ្ចឹងណាអ្នកមីងចាគឺយើងមកជួបគ្នាថ្ងៃនេះតាក់ទងទៅនឹងបុណ្យទេសនាមហាជាតិដែលយើងមានព័ត៌មានក្នុងការជម្រាបជូនទៅដល់បងប្អូនទាំងអស់គ្នាតែពិតទៅបុណ្យទេសនាមហាជាតិហ្នឹងណាគាត់សួរថាបុណ្យផ្លែឈើព្រោះថាបុណ្យទេសនាមហាជាតិហ្នឹងគាត់មិនស្គាល់ទេតែថាអូបុណ្យផ្លែឈើ1000មុខចាភាសាតាពីលីកាហ្នឹងឬក៏គ្រឿងរណ្ដាប់នៃកម្មវិធីបុណ្យទេសនាមហាជាតិហ្នឹងគឺយើងរៀបចំ1000មុខអីអញ្ចឹងទៅតែពិតទៅបុណ្យនេះគេហៅថាបុណ្យទេសនាមហាជាតិឬក៏បុណ្យមហាវេស្សន្តរជាតិដកដែលបុណ្យហ្នឹងគេធ្វើរំលឹកទៅដល់ព្រះមហាវេស្សន្តរជាតិដកដែលព្រះអង្គបំពេញនៅបារមីចុងក្រោយគឺទានបារមីមហាបរិច្ចាគ5ហើយបន្ទាប់មកទៅព្រះអង្គក៏លោកទៅនៅព្រៃហេមពៀនដែលព្រះអង្គលោកជប់ឲ្យគេថាម៉េចអ្នកមីងភាសាធម៌បដិស្ថានឲ្យអញ្ចឹងទៅអញ្ចឹងកន្លែងនោះព្រៃប្រសាលតាវោស្អាតណាស់ព្រៃហេមពៀនហ្នឹងណាទៅពីធ្វើកម្មវិធីហ្នឹងអញ្ចឹងទៅពេលលីកាឬក៏គ្រឿងរណ្ដាប់ដែលគេរៀបចំហ្នឹងណាមានតាំងពីផ្លែឈើដូចជាអ្នកមីងរៀបចំអញ្ចឹងមានតាំងពីស្រះអីហ្នឹងគឺស្អាតគឺតំណាងឲ្យព្រៃហេមពៀនហ្នឹងឯងក៏ប៉ុន្តែជឿជាក់ថាបងប្អូនទាំងអស់គ្នាចង់ស្ដាប់ដូចជំទាវច្រើនជាងចង់ស្ដាប់នឹងខ្ញុំបកករណាអញ្ចឹងអ្នកមីងកុំឲ្យខាត់ពេលយូរទេឥឡូវក្មួយសុំស៊ូទៅដោយសារតែខែមុនយើងធ្វើ
ខែមិនខែមុនទេឆ្នាំមុនយើងធ្វើខែ12ដូចគ្នាដែរប៉ុន្តែថ្ងៃ10ជាងចឹងឥឡូវក្មួយចង់ដឹងថាតើឆ្នាំនេះហ្នឹងយើងធ្វើនៅខែណាថ្ងៃណាឬក៏យ៉ាងណាដែរចាអរគុណអរគុណចំពោះបងប្អូនដែលបានមកសួរចង់ដឹងពីកម្មវិធីបុណ្យចាក៏ដូចជាមហាបុត្រទាំងអស់តាមពិតបុណ្យទេសនាមហាជាតិហ្នឹងយើងត្រូវប្រារព្ធរាល់ឆ្នាំតែដល់ឡែកឆ្នាំនេះខ្ញុំគិតថាស្រុកយើងកំពុងតែសង្គ្រាមនៅព្រំដែនហើយគិតថាមិនធ្វើធំទេធ្វើដើម្បីបំពេញបុណ្យធ្វើបន្តិចបន្តួចចាស្ដួចស្ដាងអញ្ចឹងទៅដើម្បីបំពេញបុណ្យទាំងអស់គ្នាហើយបុណ្យឆ្នាំនេះយើងគិតថាជាគម្រប់ឆ្នាំទី2នៃបុណ្យទេសនាមហាជាតិកាលឆ្នាំទៅយើងបានប្រារព្ធនៅថ្ងៃទី11 12 13 14 15តែដល់ឡែកឆ្នាំនេះគឺយើងប្រារព្ធនៅថ្ងៃទី21 22 23 24 25 26ចាឆ្នាំទៅ4យប់5ថ្ងៃឆ្នាំនេះ5យប់6ថ្ងៃចាហេតុអីបានជាមិនយកថ្ងៃ11 12ដោយសារថ្ងៃ11 12ហ្នឹងវាចំរនោចចាហើយយើងចង់បានខ្នើតអញ្ចឹងបានបដូរមកដល់ថ្ងៃ21 22វាត្រូវខ្នើតចាខ្នើតចាហើយបុណ្យទេសនាមហាជាតិនេះគឺថាដែលមិនទាន់បានផ្សព្វផ្សាយឲ្យទូលំទូលាយដោយសារខ្ញុំរៀបចំមិនទាន់ហើយនៅមាតិកាបុណ្យចាចឹងអាចនឹងចេញនៅសប្តាហ៍ក្រោយមាតិកាបុណ្យពីកម្មវិធីបុណ្យថាថ្ងៃទី1ធ្វើអីថ្ងៃទី2ធ្វើអីតែថ្ងៃនេះអាចជំរាបទូបានថាបុណ្យឆ្នាំនេះគឺថានៅចំចូលបុណ្យហ្នឹងគឺថ្ងៃអាទិត្យថ្ងៃដើមទី1គឺថ្ងៃអាទិត្យហ្នឹងគឺថាយើងប្រុងពលីពេលរសៀលចាហើយដល់ស្អែកឡើងថ្ងៃទី22គឺយើងមានចម្រើនព្រះបរិត្តដឹកនាំដោយសម្ដេចព្រះដំបញ្ញាហើយបន្ទាប់មកក៏យើងមានការសម្ដែងពធទេសនាតាមកាន់នីមួយគឺថាឆ្នាំនេះយើងធ្វើតូចតែតូចខ្លឹមដោយសារបានព្រះអង្គធម្មវណ្ណៈបណ្ឌិតច័ន្ទមនីហ្នឹងគឺព្រះអង្គឡើងសម្ដែងពធទេសនាចាហើយបន្តមកគឺថាមានប្រសង់នៅក្នុងវត្តសពក៏និមន្តសម្ដែងពធទេសនាដែរចាហើយបន្តទៅគឺមានហោហែតែខ្ញុំនឹងបកស្រាយទេដូចថាមិនបកស្រាយចាំនឹងបញ្ចេញមេតិកានឹងជូនតាមក្រោយទៀតចាសាធុចាប់អារម្មណ៍នៅពេលដែលនាងបានមានប្រសាសន៍ថាបុណ្យឆ្នាំនេះទេគឺតូចជាងឆ្នាំមុនហើយដែលបុណ្យទេសនាមហាជាតិពួកយើងដឹងហើយគឺរណ្ដាប់ឬក៏គ្រឿងសក្ការៈដែលយើងរៀបចំនៅក្នុងកម្មវិធីហ្នឹង1000មុខចាមួយមុខហ្នឹងគឺ1000មុខហើយមាន1000មុខអញ្ចឹងដែលតូចជាងមុនហ្នឹងអ្នកមានចង់សម្ដៅថាផ្លែឈើយើងកាត់បន្ថយកម្មវិធីយើងកាត់បន្ថយឬក៏វាយ៉ាងម៉េចពិតប្រាកដដែលថាតូចជាងហ្នឹងចង់និយាយថាឆ្នាំនេះយើងមិនបានរៀបអធិកអធមតុបតែងចំណាយថវិកាច្រើនដូចមុនទេមុនយើងចង់និយាយថាយើងចំណាយរបៀបជា high class ជា high show អញ្ចឹងទៅណាតែឆ្នាំនេះយើងរៀបជាលក្ខណៈបែបធម្មជាតិសាមញ្ញធម្មតាដោយឡែកផ្លែឈើផល្លានុផលគឺយើងនៅរក្សាដដែលគឺថាមួយមុខ1000ហ្នឹងគឺថាមានមើម1000មានផ្លែ1000ផ្កា1000គឺតីយទាន1000គឺនៅមានរក្សាដដែលប្រហែលជាតីយទាននិងទេយវត្ថុទាំងអស់ប្រហែលជាច្រើនជាងឆ្នាំមុនចាគាត់តែចង់រៀបថាវេទិកាយើងរៀបនោះគឺថាសាមញ្ញរៀបតូចជាងឆ្នាំមុនតែវេទិកាធំជាងឆ្នាំមុនតែរៀបនឹងបែបតូចជាងឆ្នាំមុនចាចឹងគឺបានសេចក្តីថាយើងនៅតែមានការតុបតែងផ្លែឈើដដែលចាតាមកម្មវិធីតាមកម្មវិធីតាមដើមឈើទាំងអស់តាំងពីព្រៃនាងនួនរហូតដល់ព្រៃកញ្ញូងនឹងចាតុបតែងទាំងអស់ដែលយើងបែងចែកប្លង់ទៅថានៅតំបន់នេះមើមសុតចឹងសឡងត្រាវថៃថៅស្អីចឹងការ៉ុតអីចឹងជាមើមហ្នឹងគឺយើងដាក់មកផ្នែកទៅហើយដល់ឡែកមកដល់នេះផ្លែយើងគិតតែផ្លែចឹងទៅផ្កាយើងដាក់មកដុំផ្កាចឹងមកហើយរបស់ក្រៀមយើងដាក់របស់ក្រៀមចឹងទៅចាព្រោះឆ្នាំកន្លងមកមានបងប្អូនជាច្រើនគាត់ថាគាត់ស្ដាយអត់បានមកអញ្ចឹងឆ្នាំនេះគាត់ប៉ងហើយនឹងបំណងត្រូវតែមកអញ្ចឹងយើងមិនឲ្យអធិធាគាត់ទេឆ្នាំនេះយើងត្រូវរៀបធម្មតាគ្រាន់ថាយើងវេទិកាយើងមិនបានតុបតែងឲ្យធំដូចមុនចាអញ្ចឹងក្មួយឆ្ងល់ទៀតហ្នឹងព្រោះធម្មតាទេយើងរៀបចំអ្វីក៏ដោយមានចំណុចល្អក៏តែងតែមានចំណុចខ្វះខាតដែរក្មួយជឿជាក់ថាស្ថាប័នធំប៉ុណ្ណាអ្នករៀបចំខាងពិធីការហ្នឹងគេហៅ Master អសរមនី professional ប៉ុណ្ណាក៏ដោយតែងតែមានចន្លោះខ្វះខាតហើយអ្វីដែលសំខាន់ឆ្នាំមុនគឺអ្នកមីងទើបតែរៀបចំលើកទី1ទេបើទោះបីជាមិនខ្វះខាតទេប៉ុន្តែជាទូទៅគេមានច្បាប់មួយធ្វើឲ្យរដ្ឋប្រសើរជាងមុនអញ្ចឹងដូចថាឆ្នាំនឹងប្រសើរប៉ុណ្ណឹងដល់ពេលឆ្នាំក្រោយៗតទៅខាងមុខរដ្ឋប្រសើរទៀតដូចជា iPhone អញ្ចឹង iPhone គឺថារបស់វាល្អហើយតែរយឆ្នាំទៅវាតែងតែមានអ្វីដែលពិសេសប៉ុន្តែជួបទៅនឹងចំណុចមួយអ្នកមានមានសារថាយើងធ្វើតូចទេអញ្ចឹងឆ្នាំហ្នឹង
កម្មវិធីដែលយើងធ្វើនឹងដដែលសាមញ្ញជាងមុនឬក៏មានអ្វីដែលពិសេសប្លែកជាងមុននិយាយរួមចង់និយាយថាឆ្នាំទៅយើងតុបតែងដេកស្អាតអីច្រើនខ្លាំងចឹងទៅរបៀបជាយើងជួលឧបករណ៍គេមកតុបតែងវាថ្លៃវាច្រើនចឹងណាវារបៀបស្អាតដូចយើងថាយើងពាក់អាវប៉ាក់ទៅធ្វើបុណ្យតែលើកនេះយើងអត់ពាក់អាវប៉ាក់យើងពាក់កណាត់ទេតរងកណាត់អីចឹងតែរបៀបសាមញ្ញធម្មតារបៀបធម្មជាតិចាអាហ្នឹងឧទាហរណ៍ណាចង់និយាយថាលើពីលើវេទិកាទាំងអស់យើងរៀបដូចនេះរៀបជាលក្ខណៈធម្មជាតិចាដែលខ្ញុំប្រើពាក្យថាតូចយើងនិយាយរៀបជាធម្មជាតិយើងមិនបានឲ្យគេមកតុបតែងចំណាយថវិកាច្រើនដូចមុនតែស្អាតក៏នៅតែស្អាតដដែលចាស្អាតបែបធម្មជាតិបែបធម្មជាតិចាអញ្ចឹងចង់និយាយប្រើពាក្យធំហើយតូចវាខុសគ្នាកន្លែងហ្នឹងណាចាចាលេងអញ្ចឹងបើឆ្នាំហ្នឹងយើងសាមញ្ញធម្មតាតាមបែបធម្មជាតិតូចតែក្លឹមចាទីពិតទៅបុណ្យទេសនាមហាជាតិហ្នឹងគឺធម្មជាតិហ្នឹងហើយចាធម្មជាតិចាព្រោះយើងធ្វើបុណ្យរំលឹកហ្នឹងទៅដល់ព្រះមហាវិស្ណុជាតិដកដែលព្រះអង្គនៅក្នុងព្រៃហេមពៀនហ្នឹងជាតិចុងក្រោយទេដែលព្រះអង្គបំពេញទានបារមីគឺមហាបរិច្ចាគទាំង5ហ្នឹងចាឥឡូវបើយើងធ្វើសាមញ្ញជាងមុនអញ្ចឹងឆ្នាំមុនហត់ធាកណាលោកយាយលោកតាទេក៏មកជួយរៀបចំអូយរៀបគ្រឿងរំដាប់សក្ការៈផ្សេងឆ្នាំនោះអ្នកមាននៅត្រូវការកម្លាំងក្នុងការជួយដល់គេតាមពិតកម្លាំងទៅតែការត្រូវតែនៅត្រូវការដដែលចាគឺថាបងប្អូនលោកតាលោកយាយមានសទ្ធាchânថ្លាមកជួយរៀបចំគឺថានៅទទួលមកអ្វីបិទតែធ្វើធម្មតាតែយើងត្រូវការសហការគ្នាព្រោះបុណ្យនេះមិនមែនបុណ្យសម្រាប់តែខ្ញុំម្នាក់ទេគឺបុណ្យសម្រាប់ទាំងអស់គ្នាចាគឺថាបើបងប្អូនញាតិមិត្តដែលជិតឆ្ងាយមានបំណងចង់មកស្នាក់នៅជួយរៀបចំដូចមុនគឺថាអញ្ជើញមកចោតអត់ខុសទេព្រោះរៀបដូចនេះរៀបឲ្យប្លែកបងថាដើមឈើនីមួយយើងរៀបមិនចងអាយ៉ៃយ៉ាងដូចមុនយើងរៀបឲ្យមានលក្ខណៈប្រពៃចាចេញជាដូចថាគេហៅភ្នំផ្លែឈើអញ្ចឹងជាពីរ៉ាមីតស្អាតអញ្ចឹងទៅហើយឆ្នាំនេះប្រហែលជាដូរពីទិសដៅឆ្នាំមុនឧទាហរណ៍ថាបងប្អូនដែលមានសទ្ធាអ្នកខ្លះគាត់ថាគាត់មានក្រូចអញ្ចឹងយើងបកគោលដើមឈើមួយថាបងក្រូចចងដើមឈើនោះទៅរៀបចំខ្លួនឯងទៅខ្លួនឯងទៅហើយអ្នកណាមានត្រឡប់មានប៉មមានអីអ្នកណាមានអីដូចថាយើងបកគោលម្ដងជូនគាត់តែឲ្យគាត់រៀបចំខ្លួនគាត់ហ្មងលើកលែងតែរបស់ក្រៀមដូចថាឬមួយក៏អ្នកខ្លះគាត់ថាអត់មានសទ្ធាទាំង1000ផ្លែទេគាត់មានទិញទួចគាត់ចូលមកយើងឲ្យទៅបោកចូលដើមហ្នឹងទៅចាឲ្យមកគុំអញ្ចឹងទៅណាហើយដែលឡែករបស់ក្រៀមក្រោះអ្នកខ្លះទៅឆ្ងាយអញ្ចឹងទៅគេដឹកមកផ្ញើមកតាមនឹងតាមបរិយបុណ្យធម្មទៅអីយើងមកយើងរៀបចំទុកដាក់រៀបឲ្យគាត់មកចុងទៅអញ្ចឹងយើងត្រូវការកម្លាំងជួយរៀបតែគ្រាន់ថារៀបឆ្នាំនេះអាចប្រសើរជាងឆ្នាំទៅដែលខ្ញុំប្រើពាក្យថារៀបតូចជាងឆ្នាំទៅខ្លាចគេថាឆ្នាំទៅយើងហើយខ្លះទៅឆ្នាំនេះមិនបានហើយខ្លះរបៀបធម្មជាតិទៅកុំអោយចាកុំអោយថាតែបំណងគឺត្រូវថាស្អាតចាសាធុបុណ្យទេសនាមហាជាតិនេះមានប្រវត្តិដើមតងពីព្រះមេលីព្រះថេរមេលីហ្នឹងដែលព្រះអង្គគឺជាព្រះអរហន្តមួយអង្គហើយមានរិទ្ធឈានអភិញាបកែស្តេងនឹងព្រះមុគលាននឹងមិនដល់ព្រះមុគលានទេក៏ស្តេងបងប្អូនទាំងអស់គ្នាចឹងនាគ្រាមួយទេនៅពេលដែលព្រះមេលីហ្នឹងទៅជួបព្រះសិអាមេត្រីព្រះអរិយមេត្រីប៉ុន្តែឥឡូវនេះជាព្រះពោធិសត្វឯណាសួរព្រះអង្គថាធ្វើម៉េចដើម្បីមានភពនិស័យឬក៏វាសនាបានជួបព្រះសិអាមេត្រីហ្នឹងព្រះសិអាមេត្រីក៏បានផ្ដាំព្រះមេលីហ្នឹងឲ្យប្រាប់ទៅបរិស័ទថាឲ្យប្ររពធ្វើបុណ្យទេសនាមហាជាតិហ្នឹងឲ្យបានរាល់ឆ្នាំទៅបើសិនជាចង់កសាងឧបនិស្ស័យក្នុងការជួបព្រះអង្គហ្នឹងចឹងតែយើងមានភពណាបងប្អូនទាំងអស់គ្នាដែលលោកជំទាវគឺជាចំហក្នុងការរៀបចំកម្មវិធីនេះផ្ដល់ឱកាសពួកយើងទាំងអស់គ្នាសាងបុណ្យនិស្ស័យនៅក្នុងពុទ្ធសាសនានាងខ្ញុំបកករណាជឿជាក់ថាបើសិនជាឲ្យពួកយើងធ្វើពួកយើងមិនហ៊ានទទួលទេហើយក៏មិនអាចទៅរួមដែរបើតឯងពិបាកណាស់អ្នកនាងអញ្ចឹងវាជាកម្លាំងសង្ឃហធម៌ហើយឲ្យពួកយើងទាំងអស់គ្នាមានឱកាសក្នុងការបំពេញនូវបុណ្យកិរិយា10មានឱកាសក្នុងការសាងឧបនិស្ស័យក្នុងការជួបព្រះសិអាមេត្រីហើយអ្វីដែលពិសេសទៅឆ្នាំមុនទេគឺយើងសប្បាយណាស់គឺយើងហៅថាធម៌មេកសបាយក្នុងធម៌បងប្អូនទាំងអស់គ្នាមកជួយរៀបចំកម្មវិធីគ្នាអានេះជាវេយាវិជ្ជាឲ្យបន្ទាប់មកទេយើងក៏ជួយរៀបចំរំដាប់កម្មវិធីអីពិតជាអស្ចារ្យខ្លាំងមែនតែនតែម្ដងអញ្ចឹងត្រង់កន្លែងហ្នឹងទេក្មួយសូមសួរអ្នកមីងថាតាកតងទៅនឹងផ្លែឈើយើងចាប់ទទួលពីពេលណាឬក៏ចាប់ទទួលពីឥឡូវនេះហើយនៅមួយខែទៀតក្មួយចម្លាញ់ហើយផ្លែឈើយើងអត់ទទួលឥឡូវទេតែឡែករបស់ក្រៀមក្រោះយើងចាប់ទទួលពីឥឡូវបានចាប់ពីស្អែកទៅយើងអាចទទួលបានឬមួយក៏សប្តាហ៍ក្រោយតែដែលឡែកផ្លែឈើគឺយើងធ្វើឲ្យគៀកថ្ងៃគឺថាបុណ្យយើងប្រពថ្ងៃ21ថ្ងៃ18ហ្នឹងយើងចាប់17ហ្នឹងយើងចាប់ទទួលហើយពលបាន3រៀបតន់អញ្ចឹងពីថ្ងៃទី17ខែធ្នូហ្នឹងគឺយើងចាប់ទទួលរបស់ចូលបានរបស់ស្រស់របស់ក្រៀមអីហ្នឹងណាយើងអាចថែទុករៀបចំបាន17 18 19 20 21 4ថ្ងៃយើងរៀបបានហើយកម្មវិធីយើងចាប់ផ្ដើមថ្ងៃទី21ចា
ចាំបានសេចក្តីថាចាំដល់ថ្ងៃនោះថ្ងៃ10ជាងគីថ្ងៃ20ហ្នឹងថ្ងៃ20ហ្នឹងបានទទួលផ្លែស្រស់តែទទួលឯងបើសិនគាត់អាចមានសទ្ធាគាត់មករៀបខ្លួនគាត់មកថ្ងៃ18អីទៅគាត់មករៀបខ្លួនឯងបានចានោះយើងចាប់រៀបតុបតែងមមាញឹកដៃជើងគ្រប់គ្នាទៀតដែរចាមានចេះបើឥឡូវបើផ្លែឈើទោះតាគិថ្ងៃដែលសារបស់ស្រស់អញ្ចឹងទៅវាអាចរលួយវាអាចថោកអញ្ចឹងណាហើយចុះចាប់ពីចំណុចដែលយើងកំពុងតែសន្ទនាគ្នានឹងហើយអ្នកមីងនឹងចាប់ផ្ដើមធ្វើអ្វីមុនគេចាប់ផ្ដើមពីសន្ទនាហ្នឹងទៅមីងកំពុងតែរៀបចំទីតាំងបោសសម្អាតចាក់ផ្លូវរៀបចំទីតាំងឲ្យស្អាតទាំងអស់បោសកាត់ព្រៃកាត់អីរៀបចំវេទិកានេះឲ្យស្អាតតុបតែងវេទិកាតុបតែងផ្លូវតុបតែងសួនចាដោយឡែករបស់របរដែលគាត់ចង់ចាប់មគ្គផលហ្នឹងគឺថាចាំសប្តាហ៍ក្រោយនេះទៀតទៅចាំដើមខែ12ទៅចាដើមខែ12ចាំមកស្ដីថាយើងចាប់ផ្ដើមទទួលទេវវត្ថុទេទានផ្សេងនៅសប្តាហ៍ក្រោយខែ12ទេចាព្រោះឥឡូវខែ11ដែរចាខែ11នៅមួយថ្ងៃទៀតទេអញ្ចឹងខែ12គឺយើងអាចជួបជុំគ្នាបានហើយយើងអាចទទួលមុនកន្លះខែវាត្រឹមត្រូវហ្មងយើងមករៀបចំតាន់ហើយអញ្ចឹងចាត្រឹមត្រូវចាដោយសារតែក្មួយស្រាវជ្រាវទាក់ទងទៅនឹងបុណ្យទេសនាមហាជាតិឬក៏មហាវាសន្តរជាតិដកហ្នឹងពីបុរាណកាលយើងណាអ្នកលេងគេធ្វើដើម្បីគោលបំណង3ទី1ទេគឺដើម្បីថែរក្សាវប្បធម៌អក្សរសាស្ត្រអញ្ចឹងអ្នកមីងហើយតាក់ទងទៅនឹងទានផងដែរការជួយទានទៅដល់អ្នកក្រហើយអ្នកមីងបានធ្វើហើយនៅពេលដែលបុណ្យចប់ទេគឺបានដឹកថវិកាដែលទទួលបានពីបុណ្យហ្នឹងគឺជូនទៅឬក៏ប្រគេនខាងវត្តស័ក្តិហើយព្រះអង្គលោកចាត់ចែងទៅលើអ្វីតាមការគូនោះទៅហើយទី2ទេគឺដើម្បីសុំទឹកភ្លៀងដោយសារតែចុងរដូវវស្សាទេកសិកររបស់យើងនៅត្រូវការទឹកភ្លៀងហើយជាស្ដែងឆ្នាំមុនគឺភ្លៀងមែនបុណ្យទេសនាមហាជាតិប្រហែលថ្ងៃហ្នឹងគឺភ្លៀងគិទេហើយទី3ហ្នឹងគឺដើម្បីផ្សារភ្ជាប់បនិស្ស័យទៅនឹងព្រះសិអាមេត្រីហ្នឹងហើយអ្នកមីងឆ្នាំមុនណាក្មួយឃើញការរៀបចំគឺពិតជាល្អខ្លាំងមែនតែនតែម្ដងក្មួយគិតថាសម្រាប់អ្នកមីងទេមិនត្រឹមតែធ្វើទៅលើគោលបំណង3ទេក៏ប៉ុន្តែមួយទៀតគឺថែរក្សាវប្បធម៌ប្រពៃណីជាតិដោយសារតែមានរបាំមានសិល្បៈអីអូយគឺពិតជាហឹកធាក់ខ្លាំងមែនតើតែម្ដងអធិកធម៌ណាហើយសួរតាមត្រង់អ្នកមានថាឆ្នាំហ្នឹងធ្វើសាមញ្ញថាតើនឹងបញ្ចូលកម្មវិធីសិល្បៈដើម្បីថែរក្សាវប្បធម៌ជាតិដែរឬទេតាមពិតសិល្បៈល្ខោនបាសាក់និងសិល្បៈសម្ដែងនៅពេលកម្មវិធីគឺមានធម្មតាមានធម្មតាចាមានធម្មតាគាត់តែចង់និយាយថាតូចហ្នឹងវេទិកាហ្នឹងមិនបានលក្ខណៈទ្រង់ទ្រាយឲ្យហឺហាដូចមុនរបៀបសាមញ្ញរបៀបលក្ខណៈធម្មជាតិហ្នឹងហើយចាតែធម្មជាតិហ្នឹងប្រហែលជាតូចខ្លឹមហើយលើកនេះផងដែរក៏ចង់ជំរាបដល់មហាពុទ្ធបរិស័ទទាំងអស់ផងកន្លងមកយើងឆ្នាំទៅយើងបានយកលុយกระดาษ100ហ្នឹងកាច់ជាផ្កាកាច់ជាកំពុំបិណ្ឌចងជាពោមាសពោប្រាក់អីណាខ្ញុំគិតថាឆ្នាំនេះបើសិនជាអាចព្រោះកន្លងមកឆ្នាំទៅយើងបានយកផ្ទៃវត្ថុទាំងអស់ទៅប្រគេនដល់ព្រះអង្គឃើញឲ្យយាយស្កឹះមួយដើម្បីរៀបលុយនឹងឡើងវិញខ្ញុំគិតថាឆ្នាំនេះបើសិនជាបងប្អូនមានសទ្ធាថាចង់ចងផ្កាប្រាក់ជាថវិកាអញ្ចឹងខ្ញុំគិតថាលុយមួយសុងហ្នឹងกระดาษ100មួយដុំ100000ឯមួយសុងបើយើងកុំយកទៅចងយើងយកម្នាក់មួយសុងមកយើងរៀបពូនជាភ្នំលុយអញ្ចឹងគឺស្អាតហើយដល់អញ្ចឹងដល់យើងយកបច្ច័យទៅប្រគេនព្រះអង្គព្រះសង្ឃវិញព្រះសង្ឃងាយស្រួលទៀតមិនបាច់អង្គុយបកអង្គុយបិទដូចនោះហើយយើងមិនពិបាកពេលបិទតុបតែងឲ្យដល់រួចដល់ឆ្កឹះយកលុយវិញក៏ពិបាកបើសិនគាត់ថាសទ្ធាគាត់មាន100000នេះ50000 2នាក់100000អញ្ចឹងទៅយើងដូរមកមួយសុងទៅយើងរៀបធ្វើភ្នំលុយណាអាហ្នឹងល្អនេះជាកំណត់ខ្ញុំណាចានឹងសម្រួលទៅដល់ព្រះសង្ឃអាហ្នឹងសម្រួលដល់ព្រះសង្ឃព្រោះយើងបច្ច័យទាំងអស់កាលណាយើងចាប់យើងយកទៅណាមិនយកប្រគេនព្រះសង្ឃយកប្រគេនព្រះសង្ឃក្រោយពីការយើងបែងចែកគ្នាហើយយើងមិនយកប្រគេនព្រះសង្ឃហើយដូចជាផ្លែឈើអញ្ចឹងបើសិនជាបានជួយផ្លែឈើបានច្រើនឆ្នាំនេះយើងបានផ្លែឈើហ្នឹងយកស្លថ្នាំជាប្រេងអសត់ថែមទៀតចាហើយចែកទៅដល់ពុទ្ធបរិស័ទវិញទៅដែរទៀតចានឹងបនហើយនៅសុបាយមកតង់ទៀតសុបាយក្នុងគុំសុបាយចាឥឡូវក្មួយស៊ូកម្មវិធីទេសូមកាត់ប៉ុណ្្នឹងសិនតាកតងទៅនឹងព្រះអង្គច័ន្ទមរីវិញម្ដងអ្នកមានប្រសាសន៍តាកតងទៅនឹងព្រះអង្គឆ្នាំនេះទៅតែពិសេសត្រង់ថាព្រះអង្គឡើងសម្ដែងធម៌ទេសនាហើយដូចបងប្អូនប្រកាសមេតិកាថាទៅជាងឆ្នាំមុនតែតែមានព្រះអង្គហើយមិនទៅទេព្រះអង្គទៅទីណាទេគឺបរិស័ទរត់តាមដល់នោះហើយមួយសុំសួរថាតើការដែលព្រះអង្គឡើងសម្ដែងធម៌ទេសនាហ្នឹងមានថ្ងៃរបៀបវិរៈត្រឹមត្រូវទេឬក៏ថាគ្រប់ថ្ងៃតែម្ដងតាមពិតឆ្នាំនេះតូចខ្លឹមចង់ថាព្រះអង្គនិមន្តសម្ដែងធម៌ទេសនាតាមកាន់ក្នុងរយៈពេល5យប់6ថ្ងៃនេះព្រះអង្គមានសង្កេតការថាបើសិនជាព្រះអង្គអត់និមន្តទៅណាទេព្រះអង្គនិមន្តមករាល់ថ្ងៃទាំងអស់តែខ្លាចថ្ងៃនេះមានចន្លោះថ្ងៃណាមួយព្រះអង្គជាប់រវល់នឹងព្រះអង្គអត់បានមកថ្ងៃដែលរវល់ហ្នឹងណាតែឆ្នាំនេះព្រះអង្គឡើងសម្ដែងពធទេសនា
ในการตีประมาณนี้จำและสันได้ดังทำปองตกไอ้เงา ตกไอ้เงาจะไงมาไพ่ปีอะไรพาไปจ้าไงตีมาไพ่มัวยังปรองไปเลยเป็นหลังเงี้ยดับปรึกไงตีมาไพ่ปีสำแดงแปรประดับได้สำแดงประดับปัญญาจังไงตีมาไพ่ปีนั่นก็เมียนพระองค์พ่อแม่วันณะบัดดัดจันมันนี่ยังนั่งลานสำแดงปฐมเทศนาแต่นั่งประหารไงตีมวยแต่ปะตอสมแหละสันจ้า ไงที่มวยยึงรวบกระจับปีกรงไปลีเต้หรือตรงไหนไงที่มวยปรองปลีไงไพ่มวยเปรเซียลน้ำนี่ยังคือเปรเซียลปรองปลีเปรเซียลดับปรึกไงมาไพ่ปีบันยังจำร้านแปรประดับตั้งปรึกดักนอกได้จำได้แปรอัมปัญญาจ้าให้บันจับติดจำได้แปรประดับให้บันจำได้ปฐมเทศนาบาชานี่คือปองยังทำได้สาธุตัวไอ้ชนะมุนขมุยจามบ้านนะบ่ตัวไปจะส่งไปปีหมุดง่ายบุญหนังกรงปลีหายนั่นก็พัดเกะก็ได้ซาแต่สลับปะได้คือมาซ้อมเป็นนั้นจังชนะนั่งไอ้สลับปะมาซ้อมบุญนี่ก็คิดซ้อมเป็นประเด็นตรงนั้นอันนั้นสมแหลกกาสันตั้งเยอะสมแหลกกาจ้ะสมกรมปัจจัยยังปัจจัยจากการปัจจัยนั่นมองจ้ะแต่ก่อนเราชนะนี่ยมสังโรงในเรือพนมปูได้ชนะเต้ประปุตตะคำเพื่อขังเล็กนมปีใบกระไรเนื้ออัดเมียนเนี่ยปลาดอยังชนะนี่ยังมันเพื่อโรงบัตตังเนี่ยเนี่ยมอปีแคดกวาดชนะในเรือพนมหนึ่งบานจ้ะชนะนี่จ้ะហើយដល់ឡែកកញ្ចុះហ្នឹងខ្ញុំលើកផ្ដុំមកចិត្តរហាត់ទឹកហ្នឹងកន្លែងផ្លូវចូលហ្នឹងចិត្តជាង100កញ្ចុះលើកមកនេះឲ្យគាត់អាចស្នាក់នៅផ្ដុំគ្នាស្រួលឆ្នាំនេះហើយព្រៃខាងលិចនៅអាស័យខាងលិចក៏ស្អាតដែរគាត់អាចស្នាក់នៅជារួមឆ្នាំនេះបើសិនជាមហាពុទ្ធបរិស័ទចង់មកស្នាក់នៅគឺថាទីតាំងស្នាក់នៅមានច្រើនច្រើនអញ្ចឹងក្មួយសូមសួរជួបឲ្យតេតងទៅនឹងការស្នាក់នៅបើថាបុណ្យទេសនាមហាជាតិដែលរៀបចំដោយលោកជំទាវអ្នកស៊ីនចន្ទភេងគឺមិនតូចទេមនុស្សមកច្រើនអ្នកនេះថាផ្ដល់ទីតាំងឲ្យច្រើនតែឥឡូវហ្នឹងគាត់ត្រូវមកចាប់ទីតាំងវិញមិនក្នុងការបានទីតាំងមុនហ្នឹងគាត់អាចមកតាក់ទងក្រុមការងារនៅក្នុងរមណីយដ្ឋាននេះនឹងវែកចាធ្វើម៉េចកុំឲ្យមកនៅតាំងពីមុនកន្លះខែអីមកនៅធ្វើមុនមួយសប្តាហ៍អីបានក៏មកស្នាក់នៅមុនកន្លះខែមកដូចថាបនសប្តាហ៍ក្រោយបនមកនៅក្នុងសប្តាហ៍នឹងបានចាអាហ្នឹងសម្រាប់អ្នកមកចូលបនឬក៏អ្នកមកជួយអ្នកគេមកជួយរៀបចំរំដាប់សម្រាប់អ្នកចង់មកស្នាក់នៅសម្រាប់អ្នកចង់ជួយសម្រាប់អ្នកអីក៏ដោយដែលមានបំណងមកបននឹងហ្មងចាយើងបើកត្រូវការតាមមួយសប្តាហ៍មុននេះមិនត្រូវការមួយសប្តាហ៍ចឹងនិយាយថាអ្នកមកចង់ស្នាក់នៅនឹងបននឹងរងចាំបននេះចង់កន្លែងស្នាក់នៅនឹងគឺថាកុំឲ្យមកស្នាក់នៅមុន2 3ចង្ងាឆ្ងាយពេកគឺថាបនថ្ងៃ21មកស្នាក់នៅត្រឹមថ្ងៃ15 16អីមកអាហ្នឹងវាគៀកបន្តិចមកនៅមួយសប្តាហ៍វាធូរដែរណាដល់គាត់ស្នាក់នៅយូរទៅជារឿងផ្សេងហ្នឹងហើយបើនៅកម្មខែវាទៅរឿងផ្សេងព្រោះយើងមកបនណាមកគេចាំបនដល់មកកន្លះខែមុនចាំធំដល់មួយសប្តាហ៍ឬ2 3ថ្ងៃមុនវាល្អហ្នឹងហើយខ្លាចលោកគាត់មកចាប់កន្លែងអត់មានកន្លែងអីចឹងណាអញ្ចឹងយាយដែលគាត់ចង់មកជួយរៀបចំកន្លងមកយាយដែលគាត់មកជួយរៀបចំឃើញយាយខ្លះគាត់ទៅវិញចាស់ចិត្តយាយខ្លះនៅឆ្ងាយគាត់ស្នាក់នៅនឹងចាតែមិនច្រើនទេកាលនោះដូចជាប្រហែលជា20នាក់អីទៅ10 20នាក់ទេចាអាហ្នឹងគាត់ទទួលគាត់មួយសប្តាហ៍មុនឬក៏2សប្តាហ៍មុនចាអាហ្នឹងយាយមកជួយរៀបចំតាមពិតឆ្នាំនេះយើងអត់មានត្រូវចងខ្សែដូចមុនទេយើងអត់មានចងខ្សែអីដូចមុនទេយកខ្សែដែលយើងប្រើតាមមុនវាសល់អាចប្រើប្រាស់បានអញ្ចឹងតាមខ្ញុំថាអាចគាត់មកក្នុងមួយសប្តាហ៍មុនបនគឺគ្រប់គ្រាន់ព្រោះឥឡូវនេះខ្ញុំរៀបចំដូចស្អាតអស់ហើយគាត់អត់មានអីត្រូវយើងវិចខ្ចប់អីដូចមុនទៀតទេហ្នឹងហើយឆ្នាំនេះយើងធ្វើប្លែកត្រង់ថាយើងដែលម្ចាស់ទីទានមួយគាត់មានសទ្ធាខ្លួនគាត់ឲ្យគាត់យើងបកគោលថានេះដើមនេះបងទៅដាក់កន្លែងនេះកន្លែងនោះទៅគាត់រៀបចំខ្លួនគាត់អញ្ចឹងវាធូរយើងចាឆ្នាំទៅយើងវាអត់ចេះហើយយើងឆ្នាំទី1យើងប្រមូលមកបានយើងจะរៀបជូនទៅជូនមកឡើងតឹងបាក់បែកអស់ហើយខ្ចប់ទៅខ្ចប់មកណាដល់ឆ្នាំនេះយើងឆ្លាតដែរយើងដឹងទៅបើថាគាត់មានបំណងចង់ចូលក្រូចគាត់មកតាក់ទងយើងថាគាត់មានក្រូច1000គាត់ចង់ចូលអញ្ចឹងយើងប្រាប់ថាបងមកមើលនេះកន្លែងនេះកន្លែងបងដាក់រៀបចំទៅហត់និយាយតាថាចង់ចូលអីអ្នកស្អីនេះទៅកន្លែងនេះទៅចឹងទៅគាត់ប្រកាន់អញ្ចឹងយើងដោះបោះឈ្មោះទុកឲ្យគាត់ទៅហ្នឹងទៅអញ្ចឹងវាងាយស្រួលអញ្ចឹងអាចថាបើគាត់ចង់មកជួយអាចមកមុនមួយសប្តាហ៍ទៅវាល្អដែរព្រោះអាចធ្វើតាន់មិនតាន់ទេធ្វើតាន់យើងមានបទពិសោធន៍ហើយណាចាសាធុ
ចឹងឆ្នាំនេះទេបើអាចបានទេយើងចង់ឲ្យម្ចាស់សភាហ្នឹងគឺគាត់មករៀបចំ ចង់រៀបចំខ្លួនឯងផ្ទាល់ម្ដង បើអញ្ចឹងអ្នកមានពេលខ្លះមនុស្សអាចចូលរួមជួនគ្នាអញ្ចឹងអ្នកមានទៀមទាថាឥឡូវបើចង់ចូលរួមអីទេត្រូវតាក់ទងមកក្រុមការងារសិនបើឧទាហរណ៍ថាក្មួយចង់ចូលក្រូចប៉ុន្តែបង share ដំណឹងចឹងទៅក៏ចង់ចូលក្រូចដែរខ្លាចជួនគ្នាអត់អីទេតាមពិតបើក្រូចហ្នឹងបានដល់10ដើម20ដើមក៏កាន់តែល្អដែរយើងក៏គិតថា1000យកតែ1000ក្រូចហ្នឹងឡើង2000មិនយកគឺអត់ទេគឺថា1000ក្រូចហ្នឹងមកគុំទៅហើយ1000ក្រូចទៀតមកគុំមកបាន10 20គុំក៏អត់អីដែរពួកដើមឈើដែលខ្ញុំរៀបចំនេះវាច្រើនរាប់ពាន់ដើមហើយអញ្ចឹងអត់បញ្ហាទេហើយអ្នកខ្លះគឺថាគាត់មានសទ្ធាតែគាត់អត់មានពេលមករៀបអត់អីក្រុមការងារទទួលយកមករៀបជូនគាត់បានអញ្ចឹងការដែលអ្នកមកជួយនេះអាចមកជួយមុនមួយសប្តាហ៍ក៏មិនអីដែរឬថាបើថាបើចង់ស្នាក់នៅមុនមួយសប្តាហ៍នេះល្អជាងតែឆ្នាំមុននៅពេលដែលគិតដល់ថ្ងៃហើយអ្នកមីងចាប់ផ្ដើមទទួលផ្លែឈើស្រស់ក្មួយចាំលោកយាយម្នាក់គាត់មកពីកំពង់ឆ្នាំងប៉ុន្តែគាត់នៅទួលកំពង់ស្ពឺគាត់ពិការផ្នែកចង្គូអ្នកមីងហើយពេលនោះបងប្អូនទាំងអស់គ្នាគឺគាត់យកតឡាចប្រមាណផ្លែទេមកចូលរួមជាមួយលោកជំទាវគាត់ថាគាត់អត់មានអីទេលុយក៏គ្មានស្អីក៏គ្មានទេប៉ុន្តែគាត់មានតឡាចអូយក្មួយមានអារម្មណ៍ថារំភើបចង់យកមកប៉ុន្តែពេលនោះក្មួយបានជូនថវិកាគាត់ដែរ10000រៀលអញ្ចឹងណាចឹងទៅលោកជំទាវគឺពិតជាផ្ដល់ឱកាសឲ្យមនុស្សមែនតើក្នុងការចូលរួមមហាបុណ្យណាបងប្អូនទាំងគ្នាពីព្រោះបុណ្យទេសនាមហាជាតិឬក៏មហាវិសន្តរជាតិ10ហ្នឹងគឺជាបុណ្យដ៏ធំនៅក្នុងពុទ្ធសាសនាលោកជំទាវគឺពិតជាផ្ដល់ឱកាសខ្លាំងមែនតើទៅឲ្យមនុស្សមិនថាអ្នកមានអ្នកក្រទេឈ្មោះចាំថាបើសិនជាគ្មានលុយទេមិនបាច់មកធ្វើអីទេគ្មានឱកាសក្នុងការជួយមកអង្គុយស្ដាប់ពធក៏បានបុណ្យដែរព្រោះបញ្ញាបុណ្យនៅក្នុងពុញ្ញកិរិយា10ណាការដែលយើងស្ដាប់ធម៌ក៏បានបុណ្យដែរធម្មសាវនៈបុណ្យកើតឡើងពីការស្ដាប់ធម៌ក៏នាំឲ្យយើងមានបញ្ញាហ្នឹងក៏យើងកើតបុណ្យដែរអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងអ្នកមានយើងបន្តទៀតណាយើងអត់មានប្រកាន់ថាអូទោះតែអ្នកមានអ្នកក្រអ្នកធំអីបានចូលរួមបានទេបងប្អូនគ្រប់ទិសទីទៅគឺអាចចូលរួមបានតាមពិតក្មួយលើកឡើងក៏ត្រឹមត្រូវដែរគឺថាបុណ្យនេះគឺមិនធ្វើសម្ដៅសម្រាប់អ្នកខ្ញុំហើយក៏មិនសម្ដៅសម្រាប់អ្នកមានហើយក៏មិនសម្ដៅសម្រាប់អ្នកទូទានឹងដែរគឺថាធ្វើម៉េចឲ្យតែមានសទ្ធាជ្រះថ្លានឹងបុណ្យអាចអញ្ជើញមកចូលរួមស្ដាប់ក៏បានអាចអញ្ជើញមកចូលរួមជួយក៏បានគឺថាយើងអត់មានធនធានណាចាដូចជាសដែកអញ្ចឹងរាប់តែ1000គ្រាប់តែមួយក្តាប់ហ្នឹងក៏អាចជាសទ្ធារបស់យើងមួយដែរគ្រាប់សដែកឬមួយក៏ថាសដែកមួយក្តាប់យើងរកមិនបានទេយើងអាចមកជាខ្លួនមកជួយទៅរៀបចំមកជួយអង្គុយស្ដាប់អីចឹងក៏ជាបុណ្យដែរគឺថាខ្ញុំបើកតលាយមិនថាអូតើចូលមានចាប់ពី50000 100000ឡើងបានមកបុណ្យកានគឺអត់ទេមកតែខ្លួនទៅទេក៏ទទួលដែរចាព្រោះបានបុណ្យគឺរួមទីតាំងលើកនេះខ្ញុំរៀបធំរៀបទីតាំងសម្រាប់អង្គុយហ្នឹងគឺឆ្លាស់ជាងមុនមិនជាដូចមុនទេចាគ្រាន់តែថាវេទិកាវាមិនបានតែងឲ្យធំហឺហាជាងមុនចាលើកមុនឆ្នាំមុនហ្នឹងអ្នកមីងគិតថាជាអីដោយសារតែមនុស្សច្រើនឬក៏ដោយសារតែកន្លែងយើងនេះវាតូចអ្នកមីងលើកមុនហ្នឹងដោយសារខ្ញុំរៀបមិនទាន់បានប៉ាន់ស្មានឲ្យត្រូវនឹងលក្ខណៈមនុស្សចំនួនមនុស្សដែលមកចាតាមពិតកន្លែងខ្ញុំទលាតែគ្រាន់ថាឆ្នាំទី1យើងមិនទាន់មានប័ណ្ណពិសោធន៍ដល់ឆ្នាំទី2យើងមានប័ណ្ណពិសោធន៍ទៅយើងរៀបចំកន្លែងគឺគាត់អង្គុយរាប់សែនអ្នកនឹងបានមិនបញ្ហាមិនដូចមុននិយាយរួមមិនដូចមុនការតុបតែងក៏ចឹងដែរចាមានន័យថាមេរៀនដែលយើងទទួលបានពីឆ្នាំចាស់ទេឲ្យយើងកែលម្អបន្ថែមនៅឆ្នាំថ្មីបើថាសាមញ្ញទៅលើការរៀបចំឆាកទេប៉ុន្តែវាក៏រឹតតែមានអ្វីដែលប្លែកពិសេសហើយភាពប្រសើរជាងមុនអញ្ចឹងដែរអញ្ចឹងណាអ្នកមីងហើយឥឡូវបើសិនជាយើងរៀបចំទីតាំងឲ្យកាន់តែធំហើយអ្វីដែលពិសេសទេអ្នកមីងក៏មានរៀបចំកន្លែងទៅដល់បរិស័ទចិត្តឆ្ងាយដែលគាត់ចង់មកស្នាក់នៅប៉ុន្តែទីណាក៏មានវិន័យមានច្បាប់ដែរបងប្អូនទាំងអស់គ្នាបងប្អូនចង់មកស្នាក់នៅមកពុតមិនប្រហែលថ្ងៃមុនទេទោះតែតាកតមកក្រុមការងារឲ្យគេរៀបចំជូនបងប្អូនទាំងអស់គ្នាមិនថាស្នាក់នៅហ្វ្រីហើយអាចប្រេះផ្ដាស់បានតាមចិត្តគឺអត់ទេបើអញ្ចឹងទេកម្មវិធីទេគឺវាអាចរញ៉េរញ៉ៃបងប្អូនទាំងអស់គ្នារប៉ាត់របាយទៅនឹងអីអញ្ចឹងណាហើយនេះខ្ញុំប្រកាសណាក៏លើកទឹកចិត្តឲ្យក្រុមការងារដែរអាហ្នឹងមានវគ្គមានឃ្លាត្រឹមត្រូវសម្រាប់បងប្អូនដែលចូលមកស្នាក់នៅអីអញ្ចឹងទៅពីព្រោះទីណាដែលមានបុណ្យទេវាតែងតែមានឲ្យជនខិលខូចម្នាក់ពីរនាក់អ្នកមីងគឺមិនអត់ទេក្មួយជឿជាក់ថាអញ្ចឹងណាអ្នកមីងអញ្ចឹងបើសិនជាយើងបរិយាកន្លែងហើយកន្លែងឲ្យធំជាងមុនអញ្ចឹងទៅឆ្នាំនេះសាមញ្ញប៉ុន្តែអ្នកមីងនឹងមានដាក់ LCD ឬថាតាមមួយផ្នែកវាអញ្ចឹងទៅបើគាត់មើលឆាកឃើញគាត់អាចមើលតាមនឹងអីអញ្ចឹងខ្ញុំលើកនេះខ្ញុំរៀបចំពីផ្ទាំងអត់មានដាក់ដូចមុនជាកោតទូគឺអត់ទេគឺខ្ញុំដាក់ពីផ្ទាំង2ចំណុចទេ2ចំណុចនេះគឺថាអាចមហាពុទ្ធបរិស័ទក្រោយពីបរិវេណនេះគាត់មើលបានចាអាហ្នឹងគឺចាំបាច់ត្រូវតែរៀបចំហើយតាកតងទៅនឹងច្បាប់វិន័យយើងធ្វើបុណ្យទលំទលាយហើយទទួលបរិស័ទពីចិត្តឆ្ងាយហើយប៉ុន្តែអ្នកមាននឹងមានលក្ខខណ្ឌណាមួយឬក៏ច្បាប់វិន័យណាមួយថាឲ្យកម្មវិធីបុណ្យហ្នឹងប្រព្រឹត្តទៅរឹតតែរលូនហើយមានអារម្មណ៍ថា
សុខសวัสดิភាពសម្រាប់អ្នកទាំងអស់គ្នាដែរឬទេតើនឹងជាសំណុំពរហើយក៏ត្រូវខ្ញុំក៏មានការរៀបចំរចនាសម្ព័ន្ធនៃការត្រួតពិនិត្យនឹងដែរគឺថាកន្លងមកឲ្យតែមានបុណ្យគឺត្រូវតែមានចោលគាត់លួចទៅពេលមានបុណ្យទានពេលដែលមនុស្សច្រើនអញ្ចឹងក្នុងហ្នឹងក៏សំណុំពរដល់អ្នកចូលរួមគឺធ្វើម៉េចដូចថាយើងសំបុណ្យទាំងអស់គ្នាកុំសាងបានចាទោះបីក៏ខាងខ្ញុំពង្រឹងមិនក៏ដោយក៏យើងការពារសុខភាពខ្លួនយើងផងចាការពារសុខភាពខ្លួនយើងហើយយើងនឹងពង្រឹងបន្ថែមធ្វើម៉េចបើសិនអត់មានបាបក៏អត់មានបុណ្យដែរต้องមានអ្នកសាងបាបអញ្ចឹងសូមឲ្យកាត់បន្ថយអ្នកសាងបាបហ្នឹងចេះតែលួចថក់អីចឹងណាចាអាហ្នឹងគឺយើងចូលរួមទាំងអស់គ្នាយើងសុទ្ធតែជាចំណាយទេបងប្អូនទាំងអស់គ្នាប៉ុន្តែថាធម្មតាទេអ្នករៀបចំកម្មវិធីបុណ្យក្រុមការងារតែតែដាក់ជំរឿទៅហើយនៅសន្តិសុខនៅប៉ូលីសនៅប្រធានអីអញ្ចឹងក៏ប៉ុន្តែនៅតែមិនអស់ទេដោយសារតែអីទេដោយសារតែមនុស្សច្រឡំចោលទេគឺច្រឡំខ្លួនមកទេខំហានជាងយើងទៀតមើលទៅអ្នកធ្វើអ្នកមើលទៅអ្នកលយអីអញ្ចឹងណាអញ្ចឹងយើងវាពិបាកគឺថាដើរទប់តែមួយខ្លួនទៅមិនចង់រួចផងអញ្ចឹងទៅអញ្ចឹងគ្មានពេលណាអាឡ័យថាវិភាគថាអូអ្នកនេះអ្នកនោះអីអញ្ចឹងទេគឺពិបាកណាស់ដោយដែលអ្នកមានប្រសាសន៍អញ្ចឹងទៅយើងមកធ្វើបុណ្យក្នុងពេញគេយ៉ា10ធ្វើទៀនគឺជាការលះបងប្អូនទាំងអស់គ្នាលះនៅសេចក្តីកំណាញ់លះនៅការហួងហែងលះនៅការជោគជម្នះខណៈដែលយើងធ្វើបុណ្យហ្នឹងហើយអញ្ចឹងយើងមកលះប៉ុន្តែអ្នកខ្លះគាត់មកប្រមូលយកគាត់មកលូចអីអញ្ចឹងទៅហើយខណៈដែលលោកជំទាវធ្វើបុណ្យទេត្រូវរ៉ាប់រងតាក់ទងទៅនឹងកម្មវិធីបុណ្យទាំងមូលហើយសម្រាប់ធ្វើទៀនទៅដល់គ្នាអ្នកដែលពិបាកទៀតណោះបងប្អូនដែលអត់បាច់លូចទេគឺដឹងថាគេនឹងជូនទៅដល់បងប្អូនហើយតិចទៅដល់ច្រើនទៅដល់ប៉ុន្តែអ្វីដែលបានមកដោយបុណ្យបានមកដោយសមាជីវៈទៅគឺបងប្អូនទទួលយកតាមនឹងទៅអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយអ្នកមីងឈ្មោះចាំបានថាជាចប់កម្មវិធីបុណ្យហើយយើងមានការដណ្ដើមផ្លែឈើតែបើថាមើលទៅរៀងមិនសមរម្យតែសុបាយអញ្ចឹងឆ្នាំនេះអ្នកមីងនឹងអនុញ្ញាតឲ្យកើតមានដែរឬទេថ្ងៃដែលចប់កម្មវិធីនោះណាបុណ្យកន្លងទៅយើងចាប់នៅពេលរសៀលតែបុណ្យឆ្នាំនេះចាប់នៅពេលព្រឹកចាអញ្ចឹងកម្មវិធីប្រហែលជារលូនជាងឆ្នាំទៅចារលូនជាងឆ្នាំទៅហើយមិញនេះសំណុំពរអត់អស់ចង់សំណុំពរបន្ថែមក៏ដូចជាជំរាបជូនមហាពុទ្ធបរិស័ទទាំងអស់ថានៅពេលក្នុងកម្មវិធីបុណ្យប្រហែលថ្ងៃនេះគឺថាក្រុមការងារក្នុងរមណីយដ្ឋានគឺពុំបានអនុញ្ញាតឲ្យអ្នកស្លៀកសពាក់សឬមួយក្រុមការងារដើរអង្គាសបច្ច័យពីបងប្អូនគឺអត់ទេអញ្ចឹងសូមចងចាំថាប្រសិនបើក្នុងរយៈពេល6យប់5យប់6ថ្ងៃនេះកុំដាក់បច្ច័យតាមអ្នកដែលកាន់ជើងពៀនដើរជិះគឺអត់ទេណាអត់ទេបើពួកក្រុមការងារលើកនេះគឺថារៀបជាកន្លែងទទួលបច្ច័យកន្លែងទេទៀនមានតាមលំដាប់ហ្មងអត់មានឲ្យដើររេអង្គាសទេអញ្ចឹងបើសិនបើមានអ្នកដើររេអង្គាសជួយថតរូបជួយណែនជួយប្រាប់មកក្រុមការងារផងគឺថារក្សាសណ្ដាប់ធ្នាប់ប៉ុណ្ណឹងកុំឲ្យមានជនបន្លំចាការបុណ្យនេះនឹងមានឈ្មោះចាំការនោះបុណ្យបន្ទាប់ពីបុណ្យទេសនាមហាជាតិហើយអានោះបុណ្យគម្ពីរបត្រៃបេដកអីបុណ្យដាពុស្ដា7គម្ពីរបុណ្យដាពុស្ដា7គម្ពីរហ្នឹងគឺមានអ្នកយកលុយគឺថាបៀកចូលចង់ចូលមករាជធានីរង្វែកយក10000បាយចូលហ្នឹងចាអាហ្នឹងមានករណីហ្នឹងណាតាមពិតពេលដែលចូលបុណ្យចូលអីមកកម្មវិធីអីតាំងពីខ្ញុំបើករមណីយដ្ឋានពីថ្ងៃនោះរហូតដល់ថ្ងៃនេះខ្ញុំអត់បានដែលថាបើកចំហថាអ្នកចូលមកត្រូវតែយកលុយ5000 10000គឺអត់មានទេតែលើកលែងតែអ្នកលក់នោះគាត់ចូលមកគាត់លក់ទៅគេយកលុយថ្លៃអនាម័យ5000 10000តែយកនោះគឺថាមានកំណត់ដល់ឆ្នាំកន្លងមកឃើញអ្នកយកទៅវាបាច់សាច់អញ្ចឹងឆ្នាំនេះខ្ញុំប្រហែលជាកែប្រែមិនឲ្យយកទេអាចូលនោះគឺឲ្យចូលធម្មតាតែនៅពេលដែលគាត់ចូលលក់ហ្នឹងគឺសុំគាត់លើកទូរស័ព្ទគាត់ចេញទៅវិញឲ្យគាត់នឹងប្រមូលសម្រាមទៅវិញចាបើអត់ប្រមូលសម្រាមកន្លែងគាត់លក់ហ្នឹងអានឹងយើងរកគាត់តាមរយៈទូរស័ព្ទចាពួកដើម្បីកុំឲ្យខូចខំចឹងអ្នកដើរយកលុយដូចឆ្នាំកន្លងមកយកលុយអញ្ចឹងខ្ញុំប្រកោកប្រកាសតាំងពីកាលព្រះអង្គមុនមកទេសសម្ដែងពធទេសនាដំបូងអត់មានអ្នកយកអញ្ចឹងតែងំរមុខឃើញមិនដឹងស្អីណាអញ្ចឹងឆ្នាំនេះប្រហែលជាមិនឲ្យនិយាយរួមហាមដាច់ខាតពីរឿងការយកប្រាក់តែដោយឡែកការទៅចូលផ្ញើឡានផ្ញើម៉ូតូចូលទស្សនាកន្លែងដែលគេបិទបាំងនោះអានឹងគេយកលុយជារឿងគេចាស់ចាជារឿងគេចាស់ហ្នឹងហើយមានសាធុខ្ញុំនឹងសួរមកសំណួរទីទេហើយបន្ទាប់មកទេផ្ដល់ឱកាសទៅដល់បងប្អូនយើងអ្នកប្រកាសមាតិកាទេក្នុងការសួរសំណួរទៅពីឬក៏3នាក់មកគិតទៅដល់សំណួរអីដែលចង់សួរទៅក្នុងការសាកសួរទៅដល់លោកជំទាវអញ្ចឹងណានាងខ្ញុំប្រកាសរណាមិនជឿថាមានតែនាងខ្ញុំប្រកាសរណាទេដែលឆ្ងល់អញ្ចឹងណាយើងទាំងអស់គ្នាឆ្ងល់ទេ
វិញក្មួយបានប្រហើបតិចតិចដែរចង់ដឹងពីរបៀបវិរៈហ្នឹងប៉ុន្តែអ្នកមានថាអត់ទាន់ទេអត់ទាន់ប្រាប់ទេអញ្ចឹងតែធម្មតាអ្នកមានយើងបំប្រមាថថ្ងៃអ្នកខ្លះគ្នាក៏មិនមានឱកាសអធិស្ឋានមករាល់ថ្ងៃដែរគ្នាច្បាស់ជារើសថ្ងៃណាមួយក្នុងការមកអីអញ្ចឹងទៅអញ្ចឹងពួកគាត់ច្បាស់ជាចង់ដឹងរបៀបវិរៈកម្មវិធីថ្ងៃនីមួយៗវាមិនអីអញ្ចឹងណាចឹងសម្រាប់របៀបវិរៈកម្មវិធីទេយើងនឹងប្រាប់នៅសប្តាហ៍ក្រោយចាអត់ទេសប្តាហ៍ក្រោយនេះចាយើងនឹងប្រហាប់គាត់ដឹងហើយនឹងព្រោះឥឡូវនេះកំពុងវាយតារាងកម្មវិធីអញ្ចឹងអាចនៅថ្ងៃ2ថ្ងៃដើមខែធ្នូហ្នឹងចេញហើយអស់ហើយអាហ្នឹងយើងផ្សព្វផ្សាយបានហើយចាបើឥឡូវវានៅកែប្រែបន្តិចទៀតនៅកែប្រែបន្តិចទេតែដោយឡែកព្រះអង្គនិមន្តមកសម្ដែងទេសនាកម្មទី1នេះក៏អត់ប្រែទេអត់ប្រែទេព្រះអង្គធម្មអ្នកវណ្ណៈនាងហ្នឹងណាអ្នកបណ្ឌិតច័ន្ទមនីយើងចាព្រោះនាងថាថ្ងៃក្រុងពលីនឹងលាក់ហើយទៀតក៏ចង់សួរថាព្រះអង្គចូលរួមចិត្តទឹកប្តីឬក៏អត់ថ្ងៃក្រុងពលីព្រះអង្គត្រូវនិមន្តចូលរួមចាហើយចុះអ្នកផ្សេងទៀតអ្នកសំខាន់ផ្សេងទៀតអាចរៀបជូនឬក៏ទុកឲ្យឆ្ងល់សិនអ្នកនេះពួកព្រះអង្គអ្នកដើមបុណ្យអញ្ចឹងអ្នកដើមបុណ្យទាំងអស់ត្រូវទៅចូលរួមចាអ្នកដើមបុណ្យទាំងអស់ត្រូវទៅចូលរួមចាបើសិនជាយើងបានដឹងអ្នកដើមបុណ្យទាំងអស់គឺពិតជាល្អខ្លាំងមែនតើហ្មងអ្នកដើមបុណ្យទាំងអស់ហ្នឹងគឺថាមហាពុទ្ធបរិស័ទយើងទាំងអស់ដែលបុណ្យដែលដើមបុណ្យឆ្នាំទៅក៏ដូចជាឆ្នាំនេះគ្រាន់តែថាយើងមិនបានរៀបរាប់ឈ្មោះអស់ចានឹងនេះត្រឹមត្រូវហើយព្រោះអីឆ្នាំមុនទេឃើញអ្នកដែលចូលរួមហ្នឹងអិសរាជជនសំខាន់ថ្ងៃក្រុងពលីហ្នឹងចូលរួមច្រើនហើយពិតជាហិក្ខៈសក្តិធម៌អីចឹងណាតែអ្នកមានប្រសាសន៍ចឹងប៉ុននេះគឺអនុញ្ញាតឲ្យបរិស័ទទាំងអស់ចូលរួមជាចំណែកក្នុងការធ្វើឲ្យបុណ្យទេសនាមហាជាតិឬក៏មហាវេស្សន្តរជាតិប្រព្រឹត្តទៅប្រកបទៅដោយរលូនហើយអឡារឹកក្នុងន័យសាមញ្ញក្នុងន័យធម្មជាតិបុណ្យនេះដើម្បីយើងទាំងអស់គ្នាមិនមែនបុណ្យដើម្បីខ្ញុំម្នាក់ណាបុណ្យនេះគឺសម្រាប់យើងទាំងអស់គ្នាគឺយើងទាំងអស់គ្នាអ្នកផ្ដើមបុណ្យចាអញ្ចឹងមិនមែនខ្ញុំម្នាក់ជាអ្នកផ្ដើមបុណ្យទេចាគាត់ថាអ្នកប៊ីនជាចំហចាជាចំហគ្រាន់ជួយផ្ដល់ទីតាំងសម្រាប់ធ្វើបុណ្យដោយព្រះអង្គមានសង្ឃដីកាកន្លងមកអញ្ចឹងហ្នឹងជាចំហហើយក៏តាក់ទងទៅនឹងសមត្ថភាពដែរក្នុងការរៀបចំកម្មវិធីចាត់ចែងបុណ្យណាបងប្អូនទាំងអស់គ្នាឥឡូវបើឧទាហរណ៍ថាព្រះអង្គច័ន្ទមនីក៏ដូចជាអ្នកមីងថាក្មួយឥឡូវក្មួយឯងទៅឈររៀបចំទៅមិនហ៊ានទេអ្នកមីងពីព្រោះមិនមែនសិតតែបុគ្គលទាំងអស់សិតតែមានសមត្ថភាពទេអាចទៅឈររៀបចំកម្មវិធីធំមួយបានអីអញ្ចឹងណាអញ្ចឹងគាត់ថាអ្នកមានបទពិសោធន៍អ្នកដែលគាត់មានសមត្ថភាពពិតប្រាកដអីអញ្ចឹងទៅយើងមើលដឹងថាតើបុគ្គលណាដែលអាចឈររៀបចំកម្មវិធីបានអីអញ្ចឹងទៅហើយពិតជាអរគុណលោកជំទាវណាដែលលោកជំទាវផ្ដល់ឱកាសឲ្យយើងទាំងអស់គ្នាក្នុងការបានចូលរួមប្រពធ្វើកម្មវិធីបុណ្យទេសនាមហាជាតិឬក៏មហាវេស្សន្តរជាតិ10នេះដែលជាបុណ្យដ៏ធំនៅក្នុងពុទ្ធសាសនាឲ្យពួកយើងមានឱកាសក្នុងការបំពេញនៅបញ្ចកិរិយាទាំង10សង្ឃហធម៌ការសាងញាតិធម៌ការដែលយើងនិយាយរួមទៅច្រើនខ្លាំងមែនតើបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូក្រោយៗទេគឺនឹងខ្ញុំបង្កើតណានឹងជម្រាបជូនទៀតណាតែគាត់ថាថ្ងៃនេះទេយើងជួបលោកជំទាវណាបណ្ឌិតទេដើម្បីរៀបរាប់ទាក់ទងទៅនឹងកម្មវិធីបុណ្យហើយសម្រាប់ក្រុមការងារឬក៏បងប្អូនប្រកាន់អ្នកវិការទេបាននិយាយគ្នាឲ្យថាយើងនឹងព្យាយាមផ្សាយជាបន្តទៅសម្រាប់កម្មវិធីបុណ្យណាដើម្បីឲ្យបងប្អូនទាំងអស់គ្នាដឹងឲ្យលម្អិតពីព្រោះมันប្រកាសថាបងប្អូនទាំងអស់គ្នាសុទ្ធតែបានមើលវីដេអូហ្នឹងទេពេលខ្លះវីដេអូហ្នឹងអត់បានមើលតែបានមើលវីដេអូក្រោយៗអីអញ្ចឹងតែអញ្ចឹងយើងចូលរួមទាំងអស់គ្នានេះខ្ញុំបកករណាគិតថាប៉ុណ្ណឹងសំណួរជាមួយលោកជំទាវឥឡូវសូមឲ្យបងប្អូនប្រកាន់មេតិកាយើងអ្នកណាដែលមានសំណួរមកពី3នាក់មកអត់មានឆ្ងល់ថាតូចឲ្យក្លឹមទេណាតូចឲ្យក្លឹមចាចុះបង share ដំណឹងប្រាប់តែថ្ងៃនេះទេត្រៀមស៊ូមកអស់លេងប៉ុន្តែនាងខ្ញុំគិតថាអត់ទាន់អស់ទេដោយសារអីដោយសារឥឡូវនេះយើងគ្រាន់តែសន្ទនាប្រហែលពីកម្មវិធីទេតែជាស្ដែងនៅពេលដែលកម្មវិធីប្រពទៅប្រព្រឹត្តទៅមានចំណុចត្រូវឆ្ងល់ទៀតហើយមានចំណុចត្រូវស៊ូទៀតហើយអញ្ចឹងណាអ្នកនាងអញ្ចឹងឥឡូវបើសិនជាបងប្អូនបង្កើតវេទិកាយើងអត់មានអីដែលត្រូវស៊ូទេអស់ចំណោលហើយទេមួយសូមប្រសាសន៍អ្នកនាងចុងក្រោយមកតទៅនឹងកម្មវិធីអ្នកនាងប្រសាសន៍កម្មវិធីមួយចិត្តបានប្រាប់ហើយពាក្យអីពាក្យពេចន៍ផ្ដាំផ្ញើទៅបងប្អូនយើងទាំងអស់គ្នាចាគ្រាន់តែចង់ជំរាបដល់មហាពុទ្ធបរិស័ទទាំងអស់អញ្ជើញនិមន្តយាងអញ្ជើញទាំងចូលរួមបុណ្យទេសនាមហាជាតិដកនៅប្រពដែលប្រពនៅរមណីយដ្ឋានរាជធានីលង្វែកនៅថ្ងៃទី21 22 23 24 25 26ខែធ្នូឆ្នាំ2025ខាងមុខនេះសូមអញ្ជើញចូលរួមកំបីអខានទាំងអស់គ្នាមកហើយរួមចំណែកយកបុណ្យទាំងអស់គ្នាទាំងអស់គ្នាចាសាធុ
អ្នកមានថាអ្នកមកជួយទេគួរតែមក2សប្តាហ៍មុនតែក្មួយខ្លាចតែយាយឆ្នាំមុនណាគួរឃើញវីដេអូឲ្យមកធ្វើម៉េចអ្នកមាន អត់អីទេមកអត់មានអីជួយអង្គុយលេងតែ តែចាំសប្តាហ៍ក្រោយទៅខែថ្មីទៅចាំមក ចាចាំសប្តាហ៍ក្រោយខែថ្មីពាក់កណ្ដាលខែធ្នូមកចាស់អត់ខុសទេបើមកមុនពាក់កណ្ដាលខែខ្លាចគាត់អត់មកវាអត់មានអីមានបោសសម្រាម អ្នកបោសសម្រាមតែបោសក្រុមការងារហ្នឹងដូចលះកាប់ដូចបានច្រើនដូចស្អាតដូចបានហ្នឹង សាធុលោកមានអញ្ចឹងប៉ុណ្ណឹងទៅចាស់តេតងទៅនឹងកម្មវិធីដំណត់នៃបុណ្យទេសនាមហាជាតិទេសម្រាប់ព័ត៌មានបន្ថែមឬក៏អ្វីថ្មីទេគឺក្រុមការងារខាងបងប្អូនប្រកាន់មេតិកាក្រៅមកពីក្តីភាពរបស់លោកនាយកញ៉ាំវិទ្យាស៊ីចន្ទហើយនឹងជំរាបជូនទៅដល់បងប្អូនទាំងអស់គ្នាបន្តទៀតដែរចឹងនេះខ្ញុំបកករណាសូមជំរាបលោកជំរាបថាដល់ពេលវេលាសំគូហើយក្នុងការជំរាបលាភាសាគ្រប់បងគឺជាបងប្អូនទាំងអស់គ្នាប្រសិនបើមានពាក្យពេចន៍កាយវិការឆ្លងសំសំត្រង់ណាសូមមេត្តាខន្តីទៅបើជួយការដែរបើជួយបំពេញនាងខ្ញុំករណាសូមប្រកេនពរក៏ដូចជាជូនពរជាពធទាំងអស់នៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈនិស្ថាលេខ8គឺជាតិឡាយនៅពេលនេះដែរនាងខ្ញុំប្រកាសណានឹងលោកចាសាធុអរគុណសូមជម្រាបលាសូមអរគុណនិងសូមអរគុណ ទៅបោះកម្រាស់នេះចាត្រូវតូចតែក្លឹមហ្នឹងចា ទៅតែក្លឹមនេះសម្បត្តិបនហ្នឹងតែយើងបោះអត់ទាន់ហើយនេះកំពុងព្រៀងអញ្ចឹងឆ្នាំទៅជាសម្បត្តិបនកម្រាស់ស្ដើងដល់ឆ្នាំនេះឡើង3ដងហើយក៏ឆ្ងល់ដែរហេតុអីក៏បានពីរដងដោយសារអីរូបភាពដែលយើងទេសនាកន្លងមកមានប្រមាណគឺដាក់ចូលទាំងអស់អញ្ចឹងសង្ឃឹមថាបុណ្យទេសនាមហាជាតិយើងនេះឆ្នាំទី1កម្រាស់នេះឆ្នាំទី2កម្រាស់នេះឆ្នាំទី3ប្រហែលជាកើនទុកទៅប្រវត្តិសាស្ត្រហ្មងចាចំណាជាប្រវត្តិសាស្ត្រទុកជាប្រវត្តិសាស្ត្រហ្មងហ្នឹងសាធុអីទេពេលបន្តទៅយើងទៅមានព័ត៌មានអាប់ដេតជូនគាត់ហ្នឹងហើយតែប៉ុណ្ណឹងដល់អញ្ចឹងអ្នកដែលបានចូលរួមបុណ្យទាំងប្រហែលគឺមានរូបភាពនៅក្នុងទាំងអស់ហ្នឹងហើយ